ខ្ញុំបាទអាន់ស៊ីសូមស្វាគមន៍បងប្អូនទាំងអស់គ្នាបន្តនៅការនិទានរឿងគុជខ្យងឋានសួគ៌ដែលជាភាគបន្តយន្តឈើឯងគឺមិនទាន់បានស្លាប់មែនទេវែងជូឆេងខ្ញុំយន្តឈើគឺវាមានអាយុវែងណាស់បើឯងវារស់នៅបានតើខ្ញុំវាអាចស្លាប់បានដោយរបៀបណាការដែលខ្ញុំវានៅមានជីវិតគឺវាធ្វើឲ្យឯងវាខកចិត្តមែនទេវែងជូឆេងគឺវាបានសើចវាពិតជាវាល្អណាស់វាគួរឲ្យចាប់អារម្មណ៍យន្តឈើជីវិតរបស់ឯងពិតជាវាល្អមែនមូធានបៃគឺមិនអាចសម្លាប់ឯងបានហើយវាត្រូវបានឯងសម្លាប់ឯងវាគួរតែវាបានស្លាប់ដោយដៃអារក្សបន្ទាប់ពីរយៈពេលយូរបែបនេះឯងវានៅតែរស់ឡើងវិញបានដោយមិននឹកស្មានដល់ខ្ញុំវារីករាយណាស់ព្រោះឯងនឹងត្រូវបានស្លាប់នៅថ្ងៃនេះបំណុលដែលឯងបានសម្លាប់ប្អូនទី2របស់ខ្ញុំត្រកូលភ្លើងរបស់ខ្ញុំគឺមិនទាន់បានសងទៅឯងវិញនោះទេសម្លាប់គេភ្លាមទៅត្រកូលភ្លើងគឺវាបានឡោមព័ទ្ធយន្តឈើភ្លាមពួកគេគឺវាបានលឺបញ្ជារបស់ម្ចាស់ត្រកូលវ័យក្មេងពួកគេគឺបានសម្រុកទៅមុខភ្លាមយន្តឈើដាវដែលនៅក្នុងដៃគឺបានបង្វិលឡើងភ្លាមហើយការបំទុះយ៉ាងធំមួយគឺវាត្រូវបានបំទុះឡើងគ្មាននរណាម្នាក់ដែលនឹកស្មានថាអ្នកដំបូងគេដែលវាធ្វើសកម្មភាពពិតជាយន្តឈើនោះទេគាត់ពិតជាបានធ្វើសកម្មភាពមែនហើយនៅពេលដែលគាត់គឺវាបានធ្វើសកម្មភាពវាមានន័យថាគាត់នឹងប្រឆាំងទៅនឹងពិធីមង្គលការដ៏គួរឲ្យភ័យខ្លាចរបស់ត្រកូលភ្លើងដែលបានឆាបឆេះហើយគាត់នឹងវិលែងមានកន្លែងដើម្បីងាកក្រោយទៀតហើយនៅពេលនេះនៅក្នុងក្រុមនេះដែលមានមនុស្សជាង 2000 នាក់ពួកគេទាំងអស់វាសុទ្ធតែជាអិសរាជជននៅក្នុងត្រកូលស្ថានសួគ៌ដែលបានឆេះកុំថាឡើយយន្តឈើបាទទោះបីជានិកាយធំទាំង4ក៏ដោយក៏វាគ្មានលទ្ធភាពណាមួយដែលអាចទប់ទល់ទៅនឹងពួកគេបាននោះទេអូនប្រុសយន្តសូមប្រយ័ត្នផងបើទោះបីជាកាំងយីវាធ្លាប់ឃើញអំពីសកម្មភាពដែលគួរឲ្យភ្ញាក់ផ្អើលផ្សេងរបស់យន្តឈើជាយូរណាស់មកហើយក៏ដោយលើកនេះនាងនៅតែវាមានការភ័យខ្លាចយន្តឈើរហូតមកដល់បេះដូងរបស់នាងគឺវាបានលូតញាប់លើកនេះអ្វីដែលគាត់កំពុងតែបានប្រឈមមុខមិនមែនគ្រាន់តែជាហ្វេងជូឆេងតែម្នាក់ឯងនោះទេវាគឺជាក្រុមត្រកូលភ្លើងដែលបានឆាបឆេះទាំងមូលនៅក្នុងចំណោមពួកគេក៏វាមានសូម្បីតែអ្នកជំនាញកំពូល8នាក់នៅក្នុងអាណាចក្រមេឃកាងវ៉ាងហឺគឺវាបានស្លេកស្លាំងដោយការភ្ញាក់ផ្អើលផងដែរនៅពេលនេះនៅពេលដែលបានឃើញយន្តឈើគាត់គឺវាបានរស់ឡើងវិញគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងហើយគាត់ពិតជាមិនចង់ឲ្យយន្តឈើវាបានស្លាប់បែបនេះទេគាត់បាននិយាយដោយសម្លេងបញ្ញាថាតុងហ្វាងស៊ីវបញ្ញាប់ឡើងហើយបញ្ឈប់គាត់យើងវាចង់ការពារគាត់ឲ្យអស់ពីសមត្ថភាពយើងពិតជាមិនអនុញ្ញាតឲ្យគាត់គឺវាស្លាប់នៅទីនេះទេយ៉ាងណាក៏ដោយដងវ៉ាងស៊ីវគឺមិនបានធ្វើអ្វីសោះគាត់បានសម្លឹងមើលទៅកាន់យន្តឈើហើយនិយាយដោយភាពស្ងប់ស្ងាត់ថាសកម្មភាពឥឡូវនេះមិនមែនជាអ្វីដែលខ្ញុំវាអាចបញ្ឈប់គាត់បានទេក៏មិនចាំបាច់ឲ្យព្រះករុណាព្រួយបារម្ភពេកនោះដែរចូលយើងមើលដោយស្ងៀមស្ងាត់នៅពេលដែលសកម្មភាពនេះគឺវាបានកើតឡើងខ្ញុំពិតជាមិនជឿថាក្មេងដែលមានទេពកោសល្យដូចជាគាត់ដែលមានអាយុមិនដល់20ឆ្នាំដោយវាគ្មានការគ្រប់គ្រងអំពីនិកាយណាមួយនៅតែអាចទទួលបានតំណែងកំពូលនៅក្នុងការប្រកួតចំណាត់ថ្នាក់និងធ្វើសកម្មភាពល្ងងខ្លៅដោយបានបង្ហាញខ្លួនតែម្នាក់ឯងមកដល់ស្លាប់នោះទេគាត់ប្រហែលជាវាមានផែនការផ្ទាល់ខ្លួនខ្លះសម្រាប់គាត់សំលេងក្រហមយ៉ាងខ្លាំងមួយដែលបាននឹងរួនទៅកាន់តិចមនុស្សគ្រប់គ្នាដោយបានប្រឈមមុខមុននឹងការវិវហារួមគ្នារបស់នាគភ្លើងជាង10ក្បាលយន្តឈើហាក់ដូចជាមិនបានឃើញពួកវាទេគឺមិនបានគេចវេះទាល់តែសោះហើយគឺវាបានអនុញ្ញាតឲ្យអណ្ដាតភ្លើងដ៏ក្រហមឆ្អៅដែលវាបានឆាបឆេះរាងកាយរបស់គាត់ដោយវាបានកាន់ដាវនាគរបស់គាត់កំហឹងរបស់ដាវនាគក៏វាត្រូវបានកំទេចទៅពីមុខភ្លាមប៊ូមជាមួយនឹងសម្លេងនៃការបំផ្ទុះមួយដីមួយចំនួនធំក៏វាត្រូវបានបំបែកខ្ទេចខ្ទីយ៉ាងសាហាវវាដូចជាទឹកក្តៅដែលវាបានពុះឡើងខ្សាច់ហើយនឹងថ្មក៏វាត្រូវបានហោះមកដល់កម្ពស់រាប់សិបម៉ែត្រហើយអ្នកជំនាញនៅក្នុងត្រកូលស្ថានសួគ៌រាប់សិបនាក់ដែលវាបានឡោមព័ទ្ធនឹងការវិបហាយន្តឈើគឺវាបានស្រែកឡើងទាំងអស់គ្នាគណៈពេលដែលពួកគេវាត្រូវបានបញ្ជូនហោះហើរទៅឆ្ងាយទៅខាងក្រោយអណ្ដាតភ្លើងដែលកំពុងតែបានរារាំងនៅជំវិញយន្តឈើក៏វាត្រូវបានរហែកខ្ទេចខ្ទីផងដែរហើយបន្ទាប់មកពួកគេក៏វាត្រូវបានរលាយបាត់យ៉ាងលឿនអ្វីគេតែរឿងទាំងនេះវាអាចកើតឡើងដោយរបៀបណាឈុតឆាកនេះគឺវាបានធ្វើឲ្យមុខមនុស្សគ្រប់គ្នាគឺវាមានសភាពស្លេកស្លាំងដោយការភ្ញាក់ផ្អើលពាក្យចចាមអារាមអំពីយន្តឈើវាត្រូវបានគេទទួលស្គាល់ទូទាំងប្រទេសហើយកម្លាំងរបស់គាត់គឺវាត្រូវបានស្គាល់ជាយូរណាស់មកហើយដោយមនុស្សគ្រប់គ្នា16ខែមុននៅពេលដែលគាត់គឺទទួលបានចំណាត់ថ្នាក់លេខ1នៅក្នុងការប្រកួតចំណាត់ថ្នាក់កម្លាំងដ៏ជ្រាលជ្រៅរបស់គាត់គឺស្ថិតនៅក្នុងកម្រិតទី10នៅក្នុងអាណាចក្រពិតប៉ុន្តែគាត់ស្ទើរតែបានកម្ចាត់សៀឈិនយូដែលនៅក្នុងអាណាចក្រផែនដីគាត់បានបង្ហាញយ៉ាងច្បាស់ថានៅពេលដែលគាត់វិឈានមកដល់កម្រិត1កម្លាំងប្រយុទ្ធរបស់គាត់គឺអាចប្រៀបផ្ទឹមទៅនឹងអាណាចក្រផែនដីនៅក្នុងដំណាក់កាលដំបូងនៅពេលនោះហើយមនុស្ស13នាក់ដែលបានឡោមព័ទ្ធនឹងការវិបហារបស់គាត់មុននេះសុទ្ធតែជាអ្នកជំនាញនៅក្នុងអាណាចក្រផែនដីយ៉ាងណាក៏ដោយពួកគេទាំងអស់គ្នាគឺវាត្រូវបានបាញ់ចេញដោយការវិបហាតែម្ដងអំពីយន្តឈើដោយគ្រាន់តែការវិបហាតែម្ដងគាត់គឺវាបានធ្វើអ្នកជំនាញនៅក្នុងអាណាចក្រផែនដីរាប់សិបនាក់វាបានរងរបួសយ៉ាងធ្ងន់ធ្ងរ
ដោយគ្រាន់តែការវិបហាតែម្ដងឬមនុស្សគ្រប់គ្នាដែលបានឈរនៅទីនោះដោយភាពងឿងឆ្ងល់ហើយបើសំបីតែព្រះចៅអធិរាជកាងវ៉ាងហឺក៏វាបានជ្រួនចិញ្ចើមឈិនអ៊ូឆាងដែលវាធ្លាប់ស្គាល់អំពីកម្លាំងពីមុនរបស់យន្តឈើគឺវាកាន់តែភ្ញាក់ផ្អើលរហូតមកដល់គាត់គឺមិនហ៊ានជឿនៅនឹងភ្នែករបស់គាត់កម្លាំងរបស់យន្តឈើវាត្រូវបានបំភ្លឺយ៉ាងខ្លាំងនៅក្នុងពាក្យចចាមអារ៉ាមជាច្រើនប្រភេទទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះយន្តឈើដែលមនុស្សគ្រប់គ្នាគឺវាបានឃើញឥឡូវនេះកម្លាំងរបស់គាត់គឺវាខ្លាំងជាងពាក្យចចាមអារ៉ាមរាប់សិបដងយ៉ាងហោចណាស់គាត់មានកម្លាំងវាអស្ចារ្យពេកហើយនៅពេលនេះសមាជិកនៅក្នុងត្រកូលស្ថានសួគ៌ដែលបានឆេះគឺវាកាន់តែមានការភ្ញាក់ផ្អើលជាខ្លាំងភ្នែករបស់វែងជូឆេងស្ទើរតែរបូតចេញអំពីភ្នែកទឹកមុខដែលវាស្ងប់ស្ងាត់ពីមុនរបស់គាត់គឺវាពោពេញទៅដោយភាពភ័យខ្លាចភ្លាមរូបរាងរបស់គាត់គឺវាចាប់ផ្ដើមដកថយយឺតហើយគាត់បានរអ៊ូរទាំដោយមិនដឹងខ្លួនមិនអាចទៅរួចទេវាហាក់បីដូចជាកម្លាំងរបស់យន្តឈើនេះគឺវាកាន់តែខ្លាំងជាងពាក្យចចាមអារ៉ាមទៅទៀតវែងទួនឆាងដែលបានបង្ហាញខ្លួននៅក្បែរវែងជូឆេងគឺបាននិយាយទាំងភាពងឿងឆ្ងល់យន្តឈើគឺវានៅក្មេងគាត់ពិតជាមានកម្លាំងបែបនេះពិតជាមិនអាចយល់បានទេវាគ្មាននរណាម្នាក់ដែលបានមកអំពីត្រកូលស្ថានសួគ៌ដែលបានឆេះរបស់យើងដែលអាចប្រៀបធៀបជាមួយនឹងគាត់បានទេគាត់ពិតជាវាមានមូលដ្ឋាននៃការដាំដុះខ្លាំងពិតមែនប្រសិនបើគាត់គឺវិលាក់ខ្លួនរងចាំ 4-10 ឆ្នាំទៀតគាត់នឹងអាចคล้ายទៅជាសត្រូវដ៏គួរឲ្យខ្លាចនាពេលអនាគតទោះជាយ៉ាងណាក៏ដោយការដែលគាត់គឺវាបានលេចមកចេញហើយវាធ្វើសកម្មភាពយ៉ាងព្រៃផ្សៃនៅចំពោះមុខយើងជាមួយនឹងកម្លាំងត្រឹមកម្រិតនេះគាត់ពិតជាល្ងងខ្លៅមែននៅពេលនេះពូទី3តើអ្នកនឹងចាត់វិធានការដែរឬទេនៅពេលដែលវែងទួនឆាងគឺវានៅក្បែរគាត់ភាពភ័យស្លន់ស្លោរបស់វែងជូឆេងគឺវាបានបាត់ទៅវិញទាំងស្រុងខ្ញុំគឺមិនខ្វល់អំពីការប្រព្រឹត្តចំពោះក្មេងម្នាក់នេះទេគាត់គឺមិនគួរមិនយល់អំពីអ្វីដែលគាត់កំពុងតែបានធ្វើនោះទេនៅពេលដែលបានមើលទៅគាត់គួរតែបានមកទីនេះដើម្បីអ្នកគោលដៅរបស់គាត់បេសកកម្មបច្ចុប្បន្នរបស់ខ្ញុំគឺការពារអ្នកប្រសិនបើគាត់ពិតជាមានសកម្មភាពនៃការវាយប្រហារមកលើអ្នកគាត់គឺមិនគួរគិតចង់ប៉ះសក់របស់អ្នកមួយសរសៃនោះឡើយវែងទួនឆាងគឺបាននិយាយទាំងស្ងប់ស្ងាត់អ្វីដែលវែងទួនឆាងនិយាយគឺវាត្រឹមត្រូវជាធម្មតាយន្តឈើគឺមិនឆោតល្ងងពេកនោះទេប្រសិនបើគាត់វាគិតថាគាត់ពិតជាវាអាចប្រឆាំងទៅនឹងត្រកូលស្ថានសួគ៌ដែលបានឆេះវាគួរឲ្យខ្លាចនោះគាត់គឺមិនអាចទទួលបានជ័យជំនះដែលប្រឆាំងទៅនឹងអ្នកជំនាញនៅក្នុងអាណាចក្រមេឃនៅក្នុងដំណាក់កាលចុងក្រោយតែមួយរូបនោះទេមិនថាវែងមូរ៉ាន់ឬវែងទួនឆាងគោលដៅរបស់គាត់គឺជាវែងជូឆេងក្នុងនាមគឺជាមេវ័យក្មេងរបស់ត្រកូលស្ថានសួគ៌ដែលបានឆេះដរាបណាគាត់វាអាចចាប់គាត់បាននោះវាពិតជាវាគ្រប់គ្រាន់ហើយទោះជាយ៉ាងណាក៏ដោយវែងជូឆេងគឺស្ថិតនៅក្រោមការការពារយ៉ាងខ្លាំងក្លានៅទីនេះដូច្នេះនៅក្នុងខ្សែភ្នែកមនុស្សគ្រប់គ្នាដែលមានវត្តមានវាគឺជាអ្វីមួយដែលវាមិនអាចសម្រេចបានទេនៅពេលនេះនៅពេលដែលយន្តឈើគឺគាត់បានដើរទៅមុខគាត់បានដើរត្រង់ទៅកាន់ទិសដៅរបស់វែងជូឆេងទោះជាយ៉ាងណាក៏ដោយពួកគេពិតជាមិនអាចសម័យបានថាកម្លាំងរបស់យន្តឈើគឺវាបានឈានមកដល់កម្រិតណានោះទេហើយពួកគេវាកាន់តែមិនអាចយល់បានថាអំណាចនៃដាវនៅក្នុងដៃរបស់គាត់វាគួរខ្លាចនិងវាគួរខើប៉ុណ្ណាយន្តឈើគឺបានក្រវីដាវធ្ងន់ដូចភ្នែកបន្ទូលហើយសំឡេងនៃការបំផ្ទុះសិស្សជាង20នាក់នៅក្នុងត្រកូលស្ថានសួគ៌ដែលបានបញ្ញាប់បញ្ញាល់មកពីខាងមុខក៏វាត្រូវបានបោះសម្អាតចេញភ្លាមសំឡេងស្រែករបស់ពួកគេគឺបានបន្លឺឡើងពេញផ្ទៃមេឃនៅក្រោមទម្ងន់ដាវយ៉ាងខ្លាំងក្លានៅក្នុងករណីដែលស្រាលជាងនេះអ្នកជំនាញនៅក្នុងត្រកូលស្ថានសួគ៌ដែលឆាប់ឆេះទាំងអស់គឺបានរងរបួសធ្ងន់គណៈពេលដែលនៅក្នុងករណីធ្ងន់ជាងនេះគឺវាត្រូវបានសម្លាប់ត្រកូលស្ថានសួគ៌គឺវាចង់ឲ្យគាត់ស្លាប់តាំងពីដំបូងដូច្នេះគាត់គឺមិនប្រកាន់អំពីការបង្ក្រាបវាកាន់តែធំធេងជាមួយនឹងត្រកូលស្ថានសួគ៌ដែលបានឆេះនោះទេគឺមិនមានសេចក្តីករុណាមេត្តាសំបីតែបន្តិចនៅក្នុងការវិបហារបស់គាត់ហើយនៅមុនពេលដែលត្រកូលស្ថានសួគ៌ដែលវាអាចឆ្លើយតបទាំងស្រុងចំពោះស្ថានភាពសិស្សរាប់សិបនាក់នៅក្នុងត្រកូលស្ថានសួគ៌ដែលបានឆេះគឺវាត្រូវបានសម្លាប់រួចទៅហើយនៅក្រោមកម្លាំងដ៏ខ្លាំងក្លានៃដាវរបស់គាត់ប៊ូមហើយការបំផ្ទុះមួយទៀតគឺវាត្រូវបានបំផ្ទុះឡើងមុនពេលដែលត្រកូលស្ថានសួគ៌រាប់សិបនាក់កំពុងតែបានកាត់មកចិត្តពីចំហៀងដែលវាអាចចូលទៅចិត្តនៅក្នុងចម្ងាយ10ម៉ែត្រអំពីគាត់ពួកគេទាំងអស់គ្នាគឺវាត្រូវបានបាញ់ទម្លាក់ដោយការបំផ្ទុះសាកសពរបស់មនុស្ស3នាក់នៅពីមុខក៏វាត្រូវបានបំបែកជាពីរបំណែកភ្លាមហើយឈាមក៏វាបានហូរចុះអំពីលើផ្ទៃមេឃកម្លាំងដ៏គួរឲ្យភ័យខ្លាចបែបនេះគឺវាបានធ្វើឲ្យទឹកមុខរបស់អ្នកទស្សនាទាំងអស់គឺវាមានសភាពភ័យរន្ធត់ភ្លាមនៅក្នុងពិធីមង្គលការរបស់ត្រកូលភ្លើងសំឡេងក៏ធំយ៉ាងខ្លាំងគឺបានបន្លឺឡើងហើយសិស្សនៅក្នុងត្រកូលសរុបមានចំនួន50នាក់ឬវាច្រើនជាងនេះដែលវាត្រូវបានលោតឡើងទៅលើមេឃគណៈពេលដែលដាវពណ៌ក្រហមឆ្អៅរាប់សិបគឺវាបានហក់ចុះមកកាន់យន្តឈើពីគ្រប់ទិសទីចំនួននៃសិស្សនៅក្នុងត្រកូលស្ថានសួគ៌ដែលបានប្រមូលផ្ដុំគឺបានប្រមូលផ្ដុំមកកាន់តែច្រើននៅពេលនេះនៅក្រោមការវាយប្រហារទាំងមូលដោយបានប្រមូលផ្ដុំគ្នាផងដែរអារម្មណ៍នៃការគៀបសង្កត់ដ៏ធំសម្បើមគឺវាត្រូវបានរុំមកកាន់យន្តឈើយ៉ាងតឹងទឹកមុខរបស់យន្តឈើគឺវាបានត្រជាក់នៅក្រោមសកម្មភាពនៃសិល្បៈស្រមោលផ្កាយគាត់វាស្រាប់តែបានបាត់ខ្លួនគណៈពេលដែលមនុស្សគ្រប់គ្នាគឺមិនបានត្រៀមខ្លួន
រាងកាយរបស់គាត់គឺវាបានលេចចេញមកប្រហែលជា70ម៉ែត្រនៅពីលើមេឃអ្នកទាំងអស់គ្នាគឺវាបានស្រែកឡើងរូបរាងរបស់យន្តឈើគឺវាបានធ្លាក់ចុះដូចជាអាចផ្កាយកំហឹងរបស់នេះក៏វាត្រូវបានរំកិលចុះមកក្រោមទាំងឃោឃៅហើយផ្កាព្រះច័ន្ទគឺវាបានធ្លាក់និងបានបញ្ជូនធ្លាក់ចុះមកទៀតអំណាចនៃការបំផ្លិចបំផ្លាញគឺវាបានហក់ឡើងយ៉ាងខ្លាំងដោយបានឈ្មោះទៅបាតភ្លាមនោះសិស្សនៅក្នុងត្រកូលស្ថានសួគ៌សរុបជាង100នាក់នៅក្រោមអំណាចដ៏ឃោឃៅបំផុតដែលហាក់ដូចជាពួកគេកំពុងតែត្រូវបានស្គៀបសង្កត់ទៅដោយភ្នំពាក់កណ្ដាលយ៉ាងធំពួកគេគឺវាត្រូវបានសង្កត់ភ្លាមនៅលើដីហើយអំណាចដែលបណ្ដាលឲ្យពួកគេគឺវាអស់សង្ឃឹមក៏វាត្រូវបានធ្លាក់ចុះមកកាន់ពួកគេដោយគ្មានមេត្តានៅពេលនេះផងដែរប៊ូមផែនដីគឺបានរំជួយយ៉ាងខ្លាំងមួយសន្ទុះហើយអាគារមួយចំនួននៅតាមដងផ្លូវក៏វាត្រូវបានដួលរលំភ្លាមដីដ៏ជ្រៅពី3ម៉ែត្រក៏វាត្រូវបានលើកឡើងទាំងស្រុងហើយបន្ទាប់មកគឺវាបានធ្លាក់ចុះនិងបានបាក់បោកទៅកាន់សាកសពដែលវាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយអំណាចដ៏ឃោឃៅនេះពួកសិស្សនៅក្នុងត្រកូលស្ថានសួគ៌ដែលបានឆេះគឺវាបានផ្ទុះអំណាចក៏វាត្រូវបានបញ្ជូនឲ្យវាទៅឆ្ងាយវាដូចជាពួកគេគឺវាត្រូវបានវិបហាទៅដោយញញួរយ៉ាងធ្ងន់ធ្ងរនៅខាងក្រោយពួកសិស្សនៃត្រកូលស្ថានសួគ៌ដែលដើមឡើយគឺវាចង់ស្ទុះមកវិបហាគឺបានសម្លឹងមើលទៅកាន់កន្លែងកើតហេតុអណ្ដាតរបស់ពួកគេគឺវាបានរឹងរាងកាយរបស់ពួកគេគឺវាបានញ័រហើយពួកគេគឺមិនហ៊ានបោះជំហានទៅមុខសំបីតែមួយជំហាននៅពេលនេះបើទោះបីជាអ្នកទស្សនានៅជុំវិញនៅឆ្ងាយវាគ្រប់គ្រាន់ក៏ដោយក៏វានៅតែមានមនុស្ស2 3នាក់ដែលបានដួលនៅលើដីដោយសារតែរលកដ៏ធំនិងគួរឲ្យខ្លាចនៅពេលនេះគឺជាយន្តឈើពាក្យចចាមរាមវាលើសអំពីពាក្យចចាមរាមទៅទៀតពាក្យចចាមរាមទាំងអស់វាសុទ្ធតែជាការកុហកមែនទេជាក់ស្ដែងគាត់គឺវាខ្លាំងជាងពាក្យចចាមរាមរាប់សិបដងភាពភ័យខ្លាចនិងអំណាចនោះហាក់ដូចជាវាបានលើសអំពីអ្វីគ្រប់យ៉ាងដែលពួកគេធ្លាប់បានលើសនៅក្នុងជីវិតធម្មតារបស់ពួកគេនៅចំពោះមុខគាត់អ្នកជំនាញកម្ពុជានៅក្នុងត្រកូលស្ថានសួគ៌ដែលបានឆេះយ៉ាងច្រើនសន្តិសន្ធាប់ទាំងនេះពិតជាវាងាយរងគ្រោះថ្នាក់វាដូចជាសមោចមួយវងនៅជុំវិញរាងកាយរបស់យន្តឈើគឺវាមានរណ្ដៅដ៏ធំមួយដែលវាបានលេចចេញមកចំណុចចោះចតរបស់គាត់នៅចំកណ្ដាលនៃរណ្ដៅដ៏ធំហើយដាល់នាគក៏វាត្រូវបានចាក់ចូលទៅក្នុងរណ្ដៅយ៉ាងជ្រៅទោះជាយ៉ាងណាក៏ដោយការផ្អាករបស់គាត់គឺវាមានរយៈពេលយ៉ាងខ្លីតែប៉ុណ្ណោះហើយដាល់នាគក៏វាត្រូវបានទាញចេញភ្លាមរាងកាយរបស់គាត់គឺវាបានប្រែជាពន្លឺនៅពេលដែលគាត់គឺវាបានដើរឆ្លងកាត់ពងមនុស្សនៅក្នុងត្រកូលស្ថានសួគ៌ហើយក៏វាបានស្ទុះទៅរកទីតាំងរបស់វែងជូឆេងបន្ទាប់ពីបានដើរឆ្លងកាត់សាកសពអ្វីដែលវាបានដើរមករកគាត់គឺជាហ្វូងមនុស្សដ៏ច្រើនកុះករនៃពួកសិស្សនៅក្នុងត្រកូលស្ថានសួគ៌ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះជំហានរបស់សិស្សនៅក្នុងត្រកូលស្ថានសួគ៌ដែលបានឆេះទាំងនេះដែលវាបានស្ទុះមករកគាត់ពិតជាវាយឺតនិងវាមានការភ័យខ្លាចដោយវាបានព្យួរនៅលើមុខរបស់ពួកគេគឺមិនអាចសម័យមើលថាតើយុវជនម្នាក់នេះដែលមើលទៅគឺមានអាយុមិនដល់20ឆ្នាំវាអាចមានកម្លាំងដែលវាគួរខ្លាចបែបនេះដោយរបៀបណាហើយនេះមិនមែនជាចំណុចសំខាន់ទេរឿងដ៏គួរឲ្យខ្លាចបំផុតនោះគឺថាការវិបហារបស់មនុស្សម្នាក់ដែលមានកម្លាំងវាគួរឲ្យខ្លាចពិតជាមិនបានទុកកន្លែងសម្រាប់សេចក្តីករុណាមេត្តាហើយរាល់ការវិបហាទាំងអស់គឺមានបំណងនៃការសម្លាប់ម្យ៉ាងវិញទៀតសមាជិកនៅក្នុងត្រកូលណាម្នាក់ដែលវាត្រូវបានស្លាប់នៅក្រោមដៅរបស់គាត់គឺវាត្រូវបានរក្សារាងកាយទាំងមូលរបស់ពួកគេឲ្យវានៅដដែលនោះទេពួកគេវាត្រូវបានបំបែកទៅជាបំណែកនៅក្នុងលោកនេះតើមានមនុស្សប្រមាណអ្នកដែលវាហ៊ានសម្លាប់ពួកសិស្សនៅក្នុងត្រកូលស្ថានសួគ៌ដែលបានឆេះបើទោះបីជាចំនួនរវាងនិកាយធំទាំងពីរក៏ដោយយ៉ាងច្រើនបំផុតក៏វាមានតែរបួសធ្ងន់វាគ្មានភាគីណាវាហ៊ានវិបហានិងសម្លាប់មនុស្សហើយបំផ្ទុះចំនួនយ៉ាងពិតប្រាកដទាំងស្រុងនោះទេយ៉ាងណាមិញយន្តឈើនេះវាគ្រាន់តែវាដូចជាមនុស្សឈួតនៅពេលនេះបើតាមពិតទៅគាត់ពិតជាបានសម្លាប់សមាជិកនៅក្នុងត្រកូលស្ថានសួគ៌របស់ពួកគេដោយមិនប្រុងប្រយ័ត្ននិងហិង្សាដោយឈាមត្រជាក់ហើយគាត់ពិថែមទាំងបានសម្លាប់ពួកគេជាក្រុមទៀតផងឈុតឆាកបែបនេះពិតជាមិននឹកស្មានដល់សម្រាប់មនុស្សគ្រប់គ្នាបន្ទាប់ពីបានកលេចមើលទៅកាន់កំណរសាកសពនៅទីនោះបើសំបីតែសម្បល់របស់វែងទួនឆាងដែលមិនបានយកចិត្តទុកដាក់ចំពោះរឿងនេះនៅឡើយក៏វាមានការផ្លាស់ប្ដូរនៅពេលនេះឯងវានៅក្មេងខ្ចីបែបនេះវាពិតជាវាខូខើនិងវាគ្មានមេត្តាមែនតើគាត់វាមានបំណងចង់ខ្លាយទៅជាសត្រូវស្លាប់រស់ជាមួយនឹងត្រកូលស្ថានសួគ៌ដែលបានឆេះរបស់យើងមែនទេវែងទួនឆាងគឺវាបានស្រែកឡើងដោយទឹកមុខពោពេញទៅដោយកំហឹងពួកព្រឹទ្ធាចារ្យកុំខ្វល់អំពីឋានៈរបស់អ្នកអីចាត់វិធានការភ្លាមបើមិនដូច្នោះទេពួកសិស្សរបស់យើងវាកាន់តែស្លាប់ច្រើនជាងនេះនៅក្រោមដៃរបស់គាត់នៅពេលដែលសិស្សរាប់សិបនាក់នៅក្នុងត្រកូលស្ថានសួគ៌នៅពីខាងមុខដោយបានប្រឈមមុខទៅនឹងយន្តឈើដែលកំពុងតែបានខិតមកជិតដល់យ៉ាងលឿនពួកគេគឺវាបានបញ្ចេញថាមពលភ្លើងនិងបានស្ទុះទៅមុខនៅពេលដែលសម្លេងក្រហមយ៉ាងខ្លាំងមួយគឺបានបន្លឺឡើងពេញផ្ទៃមេឃវ៉ាវងាប់ទៅបុរសចំណាស់សក់ពណ៌សម្នាក់គឺវាបាននៅឯលើមេឃដែលបាននៅពីលើយន្តឈើដៃទាំងពីររបស់គាត់គឺបានបញ្ចេញកញ្ញាំហើយរាងកាយទាំងមូលរបស់គាត់កំពុងតែបានឆាប់ឆេះទៅដោយដាតភ្លើងប្អូនប្រុសយន្តប្រយ័ត្នផងកាងយីគឺវាបានស្រែកពីព្រោះអ្នកដែលកំពុងតែបានស្ទុះមករកយន្តឈើគឺជាអ្នកជំនាញដ៏អស្ចារ្យម្នាក់នៅក្នុងចំណោមអ្នកជំនាញដ៏ឆ្នើមទាំង8នាក់នៅក្នុងត្រកូលស្ថានសួគ៌
nơi trong cầm lăng là cua phải lại nơi không ăn à chạm đấy cho nơi chùm bình dân chớ cứ việc bạn đủ là lùm giang kháng hai bản tọp mốc liềm nước cho cúi chẳng đây có cục mùi có về tự bạn bọc bọ láng cái nạ bê đã cầm lăng giang kháng khla muối về tự bạn vi phá vì lừa mê bị đôi chế bị chồng hay quật chỉ bầm này nơi trong pa là giả cả nơi cá sản kiệp sản còn bạn ní tật mốc là bỏ dân chớ cứ ban sập tun nơi cho bỏ quật cứ việc bạn phải chỉ được trả kháng về đôi chụp cài đòi ban phải chờ mốc tới nâng cho đòn thông nơi đặt lường bò vai còn phăng bỏ ní có về tự bạn vi phá phăng chỉ mũi nâng sầm lênในกาวบำตุอันดับเรื่องปอสไว้ได้ไปเมียนกับผู้จิตรานแมทก็ไปเจอบันบกใบจีปีได้ด่านนี้บันตัวมอก็ไปเจอบันบัดล้วนดอยเมียนด้านในขนมเป็นมุ้ยประเป็ดในเอาไว้เก้เนี่ยจัดตุ้มในขนมอาณาจักรเมฆcứ việc bàn kết tháp và sẵn bà quạt bị chặt bị thiên ca với bà há đói chạy đòn nà muối cứ việc group quán đạm bấy cầm tịch quát mình được sàn tha ca với bà há đòi quát bị bạn đã cầm lăng bẹt sập bể rồi bà quạt nâng tới ban bình luật tại đòi dồn chớ ban dạng nghi sưu đủ ti nay cho bà quạt cứ bạn bà thống hai mũi sản thu chất ở bà quạt tầng mùi cứ viết từ tê san pro quát cứ mình ai từ tua do cả vây cục dáng đòi quát bị tước tại bàn khơi đủ ti ấy bị lên cho mùi nâng phượng nơi cho phù một nhom men tế chỉnh chạm là bò dồn chớ cứ việc bàn chuối nơi pê để quạt cứ việc bàn soi nơi pi càng còi quátวัดตะเมียนดอกกรุดหน้ามุ้ยกำปงตะบานขัดหมกดออย่างลื่นบ่อมพอดนุคือเจี๋ยเฟ้งหมู่รันได้กำปงตะบานปัญญาหมกอย่างลื่นรู้แต่ให้ยนเชอคือเหมือนบานเงียนูเต้ตุ้ยแต่เว้นกวาดบานสำลังเมื่อแต่กันซะในขนมตะโกสถานสู้ตะบานใช่ได้กำปงตะบานเรียบจอมพายในการในกาวิภากวาดบ้านยมอย่างแต่เจ๊รู้บ้านกระวีดาวเงียเด็กขนมได้ให้กาฉุกเพลิงดัดทอมมุ้ยคือบานริดดอกดายาชุดเรียงกายแต่งมู่ระบอกกวาดคือเจี๊ยจำนวนกระดาษกาชุกกระเดะใบดงกายbà chọn đăng saiរឿងទៅជាយ៉ាងណាមានតែរងចាំទស្សនានៅភាពបន្តខ្ញុំបាទអានស៊ីសូមជម្រាបលា